បញ្ហាព្រំដែនអភិក្រមអីខ្លះដែលកម្ពុជាដោះស្រាយយើងនិយាយអំពីអភិក្រមនៃការដោះស្រាយយើងអត់អាចនិយាយអំពីអារម្មណ៍យើងត្រូវនិយាយអំពីយុទ្ធសាស្ត្រអំពីវិធីសាស្ត្រនិងគោលដៅច្បាស់លាស់អភិក្រមរបស់យើងគឺមាន2ក្នុងពេលជាមួយគ្នាទី1កន្លែងណាដែលមានបញ្ហាដូចជាការប្រយុទ្ធគ្នាបាតុភិបនៅប្រទេសវិទ្យាឬយុទ្ធជន18នាក់យើងត្រូវធ្វើយ៉ាងណាទប់កុំឲ្យរីករាលដាលរកវិធីនៅកន្លែងកើតហេតុកាត់បន្ថយនៅផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងឲ្យបានជាអតិបរមាឲ្យបានលឿនបំផុតហើយទី3រកវិធីស្ដារឡើងវិញនៅកន្លែងនោះពេលជាមួយគ្នាត្រូវបញ្ចប់រកវិធីបញ្ចប់ចំនួនឲ្យបានចប់នេះគឺជាអភិក្រមដែលយើងត្រូវធ្វើខ្ញុំមើលសារបងប្អូនជាច្រើននៅតាម Facebook តាមនេះព្រោះតាម Facebook រឿងវាច្រើនកន្លែងខ្លះក៏វាច្បោកច្បល់កន្លែងខ្លះឥឡូវឲ្យតែឃើញគេឈូសផ្លូវមិនដឹងឈូសនៅកន្លែងណាទេ Facebook យកមកដាក់អូគេឈូសយកដីខ្មែរទៀតហើយវាធ្វើបង្កើតនៅភាពច្បោកច្បល់ច្បាស់លាស់រឿងប៉ុណ្ណេះអភិក្រមរបស់យើងឧទាហរណ៍ជាក់ស្ដែងបើវាផ្ទុះអាវុធនៅព្រំដែននៅថ្ងៃ24ខែកក្កដាឆ្នាំ2025នេះអតិភិបធំបំផុតកុំឲ្យវារីកបើណែកុំឲ្យវាយគ្នាបើវារីកនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារតំបន់អានសេះតំបន់តំបន់តាកបីសុំកុំឲ្យរីកទៅដល់ខេត្តទៅដល់ស្រុកផ្សេងទៀតមកទូទាំងខេត្តយើងត្រូវធ្វើម៉េចទប់វានៅកន្លែងហ្នឹងកុំឲ្យវារៀលទៅតាមបណ្ដោយព្រំដែនគ្រប់តែកន្លែងអាហ្នឹងអភិក្រមទី1ដែលត្រូវធ្វើបន្ទាន់ទី2កន្លែងណាដែលកើតហេតុនោះព្យាយាមដោះស្រាយឲ្យអស់លទ្ធភាពគ្រប់មធ្យោបាយដើម្បីយើងព្យាយាមកាត់បន្ថយហានិភ័យនិងការបាត់បង់វាយគ្នាថ្ងៃ24យើងស្ងាត់យើងមិនបានចេញអីច្រើនចេញមកបកស្រាយស្អីក្រសួងការពារជាតិមានផ្សាយស្ថានភាពតាមផ្លូវការតាមអីខ្ញុំសម្ដែងតេជោយើងមិនចេញមកបកស្រាយឲ្យញ៉ៃពីការទុកភារកិច្ចឲ្យក្រសួងស្ថាប័នជួយតម្រឹងប្រជាពលរដ្ឋចុះព្រោះតាម Facebook វាមានច្រើនប៉ុន្តែសួរថាតើយើងធ្វើអីយើងនៅដេកអេសពោះឬមួយក៏យ៉ាងម៉េចអត់ទេរកគ្រប់មធ្យោបាយដើម្បីបញ្ចប់ការវាយគ្នាកុំឲ្យវាខ្ទេចច្រើនពេក5ថ្ងៃស្លាប់ប្រមាណរបួសប្រមាណរាប់សែនអ្នកត្រូវធ្វើចលិះអញ្ចឹងគោលដៅអភិក្រមនេះគឺយើងបានអនុវត្តធ្វើយ៉ាងណាឲ្យមានបទចម្បាញ់យើងមានថ្ងៃ28ហើយព្យាយាមទប់យ៉ាងណាមកដល់ថ្ងៃនេះកុំឲ្យវាផ្ទុះក្រោយថ្ងៃ28តទៅទៀតហើយទី3ស្ដារស្ថានភាពឡើងវិញស្ដារស្ថានភាពឡើងវិញគឺធ្វើយ៉ាងណាដើម្បីស្ថានភាពចំនួននេះវាចប់បើន័យថាយើងចរចាបទចម្បាញ់យើងប្រជុំ JBC យើង GBC យើង RBC ធ្វើការជាមួយគ្នាប្រតិកលាគ្នាទៅនិយាយគ្នាបើសិនជាស្ថានភាពនៅតានតឹងជេរគ្នាទៅវិញទៅមកអត់មានពេលទៅនិយាយគ្នាគឺគ្មានអីក្រៅពីតានតឹងតឹងធុកអញ្ចឹងយើងបន្តធ្វើសកម្មភាពនេះបានបងប្អូនឃើញថាជាធម្មតា RBC គេប្រជុំ GBC ប្រជុំមួយឆ្នាំម្ដងប៉ុន្តែដោយស្ថានភាពនេះយើងត្រូវជួបប្រជុំជាញឹកញាប់ដើម្បីបញ្ចប់ការតំណែងមានរឿងអីត្រូវដោះស្រាយជាមួយគ្នាបាទពលផលប៉ះពាល់មិនមែនអ្នកនៅតាម Facebook ទេខ្ញុំឃើញបងប្អូនខ្លះនៅអាមេរិកអីស្រេចវាយទៅណែអ្នកប៉ះពាល់អ្នកនោះរាប់ម៉ឺនអ្នកអត់ទាន់បានទៅផ្ទះផងនៅតាកបីនៅដេកហាលភ្លៀងនៅវត្តពោធិ៍5000ជនភៀសខ្សឹកក្មេងប្រមាណអ្នកអត់បានរៀនសំបីនៅខាងថៃប្រជាជននៅព្រំដែនហ្នឹងគាត់ថាធុញតែឥឡូវមិនដឹងយ៉ាងម៉េចធៀមតែប្រវិចរត់អញ្ចឹងយើងធ្វើយ៉ាងណាស្ដារឡើងវិញ